ភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ដឹងថាសហរដ្ឋអាមេរិកបានប្រើប្រាស់មីស៊ីល Tomahawk ជាង850 គ្រាប់ក្នុងសង្គ្រាមរយៈពេល4សប្តាហ៍ជាមួយអ៊ីរ៉ង់ដែលបង្កឲ្យមានការព្រួយបារម្ភនៅមន្ទីរបញ្ចុកោណយោងតាមសេចក្តីរាយការណ៍របស់កាសែត Washington Post នាថ្ងៃសុក្រយុធាសហរដ្ឋអាមេរិកបានបាញ់មីស៊ីល Tomahawk ច្រើនជាង850 គ្រាប់ក្នុងរយៈពេលតែ4សប្តាហ៍នៃសង្គ្រាមជាមួយអ៊ីរ៉ង់ដែលជាអត្រាប្រើប្រាស់អាវុធដ៏ច្រើនសន្ធឹកសន្ធាប់រហូតធ្វើឲ្យមន្ត្រីមន្ទីរបញ្ចុកោណមួយចំនួនមានការព្រួយបារម្ភនិងឈានដល់ការជជែកវិភាសាផ្ទៃក្នុងអំពីវិធីបង្កើនសមត្ថភាពផលិតឲ្យបានទាន់ពេលវេលានេះបានតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ទោះបីជាមានការលើកឡើងពីក្តីបារម្ភនេះក្តីសេតាវិមានបានចេញមុខច្រានចោលយ៉ាងដាច់អហង្ការដោយអ្នកនាំពាក្យលោកស្រី Caroline Leavitt បានបញ្ជាក់ប្រាប់ Reuters ថាកងទ័ពអាមេរិកមានសព្វាវុធនិងគ្រាប់រំសេវស្តុកទុកគ្រប់គ្រាន់លើសពីអ្វីដែលចាំបាច់ដើម្បីសម្រេចបាននូវគោលដៅនៃប្រតិបត្តិការកំហឹងដ៏មហិមាដែលកំណត់ដោយប្រធានាធិបតីត្រាំលោកស្រីបានបន្ថែមថាលោកត្រាំនៅតែបន្តជំរុញឲ្យក្រុមហ៊ុនការពារជាតិទាំងអស់ពន្លឿនការផលិតអាវុធដែលផលិតដោយអាមេរិកផ្ទាល់ដែលលោកអះអាងថាជាអាវុធដ៏ល្អបំផុតនៅលើពិភពលោកក៏បញ្ជាក់ថាចំនួនរវាងអាមេរិកអ៊ីស្រាអែលនិងអ៊ីរ៉ង់ដែលកំពុងឈានចូលដល់សប្តាហ៍ទី4នេះបានបង្កឲ្យមានតម្រូវការប្រើប្រាស់មីស៊ីលដែលមានភាពជាក់លាក់ខ្ពស់យ៉ាងច្រើនលើសលប់ដើម្បីកំទេចហេដ្ឋារចនាសម្ព័ន្ធយោធានិងរោងចក្រផលិតអាវុធរបស់ទីក្រុងតេហរ៉ាន់រហូតមកដល់ពេលនេះក្រសួងការពារជាតិអាមេរិកនៅមិនទាន់ផ្ដល់ការអធិប្បាយណាមួយជាផ្លូវការជំវិញសេចក្តីរាយការណ៍នេះនៅឡើយទេនៅក្នុងប្រតិបត្តិការវាយប្រហារទៅលើអ៊ីរ៉ង់កាលពីយប់ថ្ងៃពុធឈានចូលដល់ថ្ងៃប្រហ័សអ៊ីស្រាអែលបានបាញ់សម្លាប់មេបញ្ជាការកងទ័ពជើងទឹករបស់ឆ្មាំបដិវត្តអ៊ីរ៉ង់គឺលោក Ali Rei Tong-Siri ហើយនិងមន្ត្រីយោធាអ៊ីរ៉ង់ប៉ុន្មានអ្នកផ្សេងទៀតបើតាមរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលមេទ័ពជើងទឹកអ៊ីរ៉ង់លោក Ali Rei Tong-Siri នេះគឺជាអ្នកចាត់ចែងទទួលខុសត្រូវដោយផ្ទាល់ទៅលើសកម្មភាពពង្រាយគ្រាប់មីនហើយនិងបិទគប់ច្រកសមុទ្រអុកម៉ូសនាពេលសប្តាហ៍នេះគួរជ្រាបថាបន្ទាប់ពីរួមដៃគ្នាជាមួយអាមេរិកវាប្រហារទៅលើអ៊ីរ៉ង់រហូតសម្រាប់បានថ្នាក់ដឹកនាំជាន់ខ្ពស់របស់របបដឹកនាំអ៊ីរ៉ង់នៅក្នុងនោះមានប្រមុខសាសនាកំពូល Ali Khamenei ហើយនិងមន្ត្រីយោធាជាន់ខ្ពស់ជាង40នាក់របស់អ៊ីរ៉ង់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបានសន្យាការពីថ្ងៃប្រហ័សថានឹងបន្តតាមប្រម៉ាញ់សម្រាប់មេដឹកនាំយោធារបស់អ៊ីរ៉ង់ម្ដងមួយគិតរហូតមកដល់ល្ងាចថ្ងៃប្រហ័សអ៊ីរ៉ង់មិនបានចេញមកបញ្ជាក់ដំណឹងដែលថាមេទ័ពរបស់ខ្លួនម្នាក់ទៀតត្រូវអ៊ីស្រាអែលបានសម្លាប់នោះទេយ៉ាងណាក៏ដោយបញ្ជាការដ្ឋានទ័ពអាមេរិកបានបញ្ជាក់ការអះអាងរបស់អ៊ីស្រាអែលដោយថាមេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់លោក Ali Rei Tong-Siri ពិតជាបានស្លាប់នៅក្នុងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលមែនចូលកាន់តំណែងជាមេបញ្ជាការកងទ័ពជើងទឹកអ៊ីរ៉ង់តាំងតែពីឆ្នាំ2018លោក Ali Rei Tong-Siri ត្រូវគេជឿថាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងយុទ្ធសាស្ត្រយោធារបស់អ៊ីរ៉ង់នៅច្រកសមុទ្រអុកម៉ូសនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Netanyahu វិញបាននិយាយសរសើរហើយចាត់ទុកស្នាដៃរបស់កងទ័ពអ៊ីស្រាអែលនេះថាជាភស្តុតាងមួយទៀតដែលសបង្ហាញថាអ៊ីស្រាអែលគឺបានព្យាយាមជួយសម្ព័ន្ធមិត្តអាមេរិកដើម្បីឈានទៅបើកច្រកសមុទ្រអុកម៉ូសតាមក្តីប្រាថ្នារបស់លោក Donald Trump នៅថ្ងៃប្រហ័សប្រធានាធិបតីអាមេរិកបានចេញមកបញ្ជាក់សារជាថ្មីថាអាមេរិកកំពុងតែចរចាបញ្ចប់សង្គ្រាមជាមួយនឹងអ៊ីរ៉ង់ហើយថាគឺអ៊ីរ៉ង់ដែលចង់ចរចាបញ្ចប់សង្គ្រាមក៏ប៉ុន្តែមិនមែនរូបលោកនោះទេលោកត្រាំនៅបានបន្ថែមទៀតថាមន្ត្រីអ៊ីរ៉ង់ដែលបានចរចាជាមួយនឹងអាមេរិកគឺមិនហ៊ានចេញមុខក៏ព្រោះតែពួកគេខ្លាចពួកឆ្មាំបដិវត្តដែលមានជំហររឹងរូសខ្លាំងលួចសម្លាប់មិនឲ្យចរចាជាមួយនឹងភាគីអាមេរិកលោកត្រាំនិយាយយ៉ាងដូចនេះគឺនៅបន្ទាប់ពីអ៊ីរ៉ង់នេះចេញមកបដិសេធមិនចរចាតាមការដាក់លក្ខខណ្ឌរបស់លោក Donald Trump ឆ្មាំបដិវត្តអ៊ីរ៉ង់នៅបាននិយាយចំអកទៀតថាលោកត្រាំកំពុងតែចរចាជាមួយនឹងខ្លួនឯងនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃប្រហ័សមេដឹកនាំអាមេរិកនៅបានគម្រាមឲ្យអ៊ីរ៉ង់ទទួលយកផែនការបិទបញ្ចប់សង្គ្រាមរបស់លោកបើមិនដូច្នោះទេអាមេរិកនេះគឺជាសុបិនដ៏អាក្រក់បំផុតចំពោះអ៊ីរ៉ង់នៅមុនសន្និសីទរបស់លោកត្រាំទៅទៀតរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបញ្ជាក់ប្រាប់អ្នកកាសែតដែលថាអ៊ីរ៉ង់គឺនៅតែរក្សាជំហរដដែលមិនទាន់ចង់ចរចាជាមួយនឹងអាមេរិកនោះបើទោះបីជាអ៊ីរ៉ង់បានទទួលសាររួចហើយពីភាគីប៉ាគីស្ថានដែលចង់ចូលខ្លួនធ្វើជាអន្តរការីប្រសាសន៍របស់ប្រមុខការបរទេសអ៊ីរ៉ង់នេះចង់បញ្ជាក់អំពីការជឿទុកចិត្តរបស់អ្នកនយោបាយអ៊ីរ៉ង់ទៅលើថ្នាក់ដឹកនាំអ៊ីរ៉ង់ជាពិសេសគឺប្រមុខដឹកនាំសាសនាអ៊ីរ៉ង់ថ្មីលោក Mujtaba Khamenei ដែលមានជំហរតឹងរឹងខ្លាំងដាក់អាមេរិកហើយនិងអ៊ីស្រាអែលអ្នកជំនាញខាងនយោបាយអ៊ីរ៉ង់ប្រចាំការនៅទីក្រុងញូវយ៉កបាននិយាយថាបើទោះបីជាថ្នាក់ដឹកនាំយោធាជាច្រើនអ្នករបស់អ៊ីរ៉ង់ត្រូវអ៊ីស្រាអែលបាញ់សម្លាប់នៅក្នុងសង្គ្រាមជាង3សប្តាហ៍មកនេះមែនក៏ប៉ុន្តែរបបផ្ដាច់ការអ៊ីរ៉ង់គឺនៅតែរឹងមាំហើយបានជំនួសមកវិញដោយមន្ត្រីយោធាដែលធ្លាប់ធ្វើជាអនុនៅក្នុងជួរកងទ័ពឆ្មាំបដិវត្តជាទូទៅពួកអនុទាំងនោះគឺតែងតែមានចំហដាច់ខាតជាងមេរបស់ខ្លួនពួកគេមិនត្រឹមតែអនុវត្តវិធានការកន្លងមកតែប៉ុណ្ណោះទេក៏ប៉ុន្តែនៅបានបន្ថែមចំនួនផ្ទាំងស៊ីបវាយប្រហារទៅក្នុងបញ្ជីសងសឹកនឹងអាមេរិកហើយនិងអ៊ីស្រាអែលគឺក្រុមនេះហើយដែលជាអ្នកសម្រេចចិត្តកំណត់មិនឲ្យរដ្ឋាភិបាលអ៊ីរ៉ង់សប្តាហ៍ថ្ងៃចូលតុចរចាជាមួយនឹងអាមេរិកនៅក្រោមហេតុផលថាអ៊ីរ៉ង់គឺនឹងអាចចាញ់បោកអាមេរិកសារជាថ្មី
អ៊ីរ៉ង់បានយល់ព្រមចរចាជាមួយនឹងអាមេរិកដល់ទៅ2លើកក៏ប៉ុន្តែនៅរាល់ពេលកំពុងចរចាអាមេរិករបស់លោកដូណាល់ត្រាំគឺបានបញ្ឆេះសង្គ្រាមវាយប្រហារទៅលើអ៊ីរ៉ង់ភ្លាមៗដោយលែងជឿទុកចិត្តលោកដូណាល់ត្រាំតទៅទៀតមេដឹកនាំអ៊ីរ៉ង់ថ្មីដែលមានផ្នត់គំនិតរឹងរូសខ្លាំងជាអ្នកជំរុញឲ្យអ៊ីរ៉ង់ប្រើគ្រប់មធ្យោបាយគ្រប់យុទ្ធសាស្ត្រដែលខ្លួនមានដើម្បីទាមទារដាក់លក្ខខណ្ឌនៅក្នុងករណីដែលមានការចរចាពលគឺធ្វើយ៉ាងណាកុំឲ្យអាមេរិកនេះអាចមានលេសមកវាយប្រហារអ៊ីរ៉ង់នៅថ្ងៃអនាគត